Ok, hello សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីចឹងថ្ងៃនេះផងដែរខ្ញុំនឹងលើកយករឿង anime មួយយកមកសម្រាប់រឿងខ្ញុំជឿថារឿងនេះអ្នកគ្នាច្បាស់ជាស្គាល់ច្រើនហើយរឿងនេះផងដែរគឺមានចំណងជើងថា Death Note ហើយចង់ដឹងថារឿងមួយនេះល្អមកដល់កម្រិតណាតើយើងចាប់ផ្ដើមរឿងចាប់ផ្ដើមឡើងដោយបង្ហាញយើងឃើញនៅទីរោស្ថានដ៏ធំមួយហើយយើងមើលទៅកន្លែងនេះក៏មានមនុស្សនៅនោះទេដោយសារតែវានឹងគឺជាជំរករបស់ពពួកបិសាចហើយក្នុងរឿងមួយនេះផងដែរគេហៅពពួកបិសាចនឹងតាជាជីគីកាមីហើយយើងក៏បានឃើញវត្តមានរបស់ជីគីកាមីម្នាក់ដ៏សង្ហាហើយប្រាប់ឈ្មោះជីគីកាមីនឹងឲ្យទៅជីគីកាមីនឹងគឺមានឈ្មោះថារាយុទ្ធគណៈពេលនឹងរាយុទ្ធរបស់យើងក៏បានសួរទៅអាបិសាចមួយដែលនៅក្បែរខ្លួនគេនឹងថាហើយឯបានជាអាបិសាចពីរក្បាលដែលនៅសល់តែគ្រោងឆ្អឹងនឹងងាប់ហើយអាបិសាចមួយក្បាលនឹងក៏បានតបទៅកាន់រាយុទ្ធដោយសារតែពីរក្បាលនឹងក៏វាយចាញ់វាតមកគេក៏បានសួរទៅកាន់រាយុទ្ធទេថាតើរាយុទ្ធនឹងមានគម្រោងចូលក្រុមជាមួយនឹងគេអត់ហើយរាយុទ្ធរបស់យើងបានឆ្លើយថាគឺគេអត់មាននោះទេហើយយើងកាត់មកមើលតួអង្គប្រុសរបស់យើងនេះវិញដែលគេមានឈ្មោះថាឡាយ៉ាកាមីដែលកំពុងតែអង្គុយរៀននៅក្នុងថ្នាក់សុខសុខហ្នឹងស្រាប់ละลายវិញយើងក៏បានឃើញសភៅមួយធ្លាក់មកពីណាពីណីក៏មិនដឹងទេហើយនៅលើក្របសភៅមួយហ្នឹងគឺមានតែសេពាក្យថា Death Note ឃើញចឹងហើយ live វិញយើងនឹងក៏មានការចាប់អារម្មណ៍ទៅលើសភៅមួយហ្នឹងផងដែរចឹងហើយនៅពេលដែលចេញពីរៀន live វិញយើងក៏បានទៅកន្លែងដែលសភៅមួយហ្នឹងធ្លាក់តែម្ដងហើយ live វិញយើងក៏បានរើសសភៅហ្នឹងមកមើលផងដែរហើយ Death Note បកប្រែជាភាសាខ្មែរមកហ្នឹងគឺកត់ត្រាស្លាប់ឬក៏ស្លាប់កត់ត្រានឹងឯងត្រឹមតែកាន់ធម្មតាទៅ live វិញយើងក៏បានបើកមើលនៅក្នុងសភៅហ្នឹងផងដែរថាវាមានអីខ្លះហើយនៅក្នុងសភៅ Death Note មួយហ្នឹងក៏បាននិយាយថាអ្នកដែលមានឈ្មោះនៅក្នុងសភៅនេះនឹងត្រូវស្លាប់ទោះពីបានអានហើយមើលទៅ live វិញក៏ដូចជាចាប់អារម្មណ៍ទៅលើសភៅមួយហ្នឹងទេគឺក៏បានដាក់សភៅហ្នឹងចុះទៅលើដីហើយគេក៏បានដើរទៅផ្ទះវិញផងដែរហើយតាមផ្លូវផ្ទះវិញគឺស្រាប់តែបឹងកន្លែងវិញយើងក៏បានជាសភៅហ្នឹងមកគេបានទុកចោលនៅទេហើយដល់ពេលយកមកដល់ផ្ទះហ្នឹងឡាយវិញយើងក៏បានបើកអានពីសភៅហ្នឹងបន្ថែមទៀតផងដែរនៅក្នុងសភៅមួយហ្នឹងគេបាននិយាយថាមនុស្សដែលមានឈ្មោះដូចគ្នាគឺអត់ទទួលរងផលប៉ះពាល់នៅទេបើសិនបើការស្លាប់ហ្នឹងគឺមិនបានទៅសេនៅក្នុងរយៈពេល40វិនាទី